ការអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរគឺជាការងារអាទិភាពដោយឈលលើទស្សនៈទានការអភិរក្សបម្រើដល់ការអភិវឌ្ឍនិងការអភិវឌ្ឍបម្រើដល់ការអភិរក្សព្រមទាំងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌និងប្រជាសហគមន៍កាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរបានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរប្រកបដោយចីរភាពនិងការទទួលខុសត្រូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធានអចិន្ត្រៃយ៍កចអអឯកឧត្តមច័ន្ទចេស្តារដ្ឋលេខាធិការតំណាងឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាអនុប្រធានកចអអព្រមទាំងឯកឧត្តមលោកជំទាវលោកស្រីជាសមាជិកកចអអមកពីក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងកចអអនៅថ្នាក់ក្រោមជាតិតំណាងដោយឯកឧត្តមលោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីខេត្តមន្ទីរជំនាញពាក់ព័ន្ធសរុបចំនួន130នាក់នៅទីស្តីការក្រសួងទេសចរឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានកចអអបានគូសរំលេចនៅក្នុងអង្គប្រជុំថាកម្ពុជាត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍និងអេកូទេសចរតាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរក្រោមទម្រង់ភាពជាដៃគូរដ្ឋឯកជនប្រជាជនដោយលើកទឹកចិត្តក្នុងការវិនិយោគតម្រូវឲ្យមានការចូលរួមពីប្រជាជនមូលដ្ឋានការផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ការផ្ដល់ប្រយោជន៍អតិបរមាដល់មូលដ្ឋានព្រមទាំងការគោរពគោលការណ៍ចីរភាពនិងទទួលខុសត្រូវជាមួយគ្នានេះឯកឧត្តមអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធានកចអអបានលើកឡើងដែរថាក្រសួងបរិស្ថានបាននឹងកំពុងអភិវឌ្ឍតំបន់អេកូទេសចរសហគមន៍ទេសចរតំបន់ទេសចរសងព្រេងនានាជាច្រើនមកហើយដូចជានៅភ្នំខ្នងផ្សារមណីយដ្ឋានគិរីរម្យនិងភ្នំគូលែនជាដើមដើម្បីទាក់ទាញទេសចរស្នាក់នៅនិងកំសាន្តដែលកំពុងទាញចំណូលដោយផ្ទាល់សម្រាប់ទ្រទ្រង់ដល់សហគមន៍នៅតំបន់នោះទន្ទឹមនឹងនេះចំពោះតំបន់ដែលក្រសួងបានអភិវឌ្ឍរួចហើយនោះក្រសួងបានប្រគល់ឲ្យទៅសហគមន៍ជាអ្នកគ្រប់គ្រងដោយផ្ទាល់ដើម្បីប្រមូលចំណូលសម្រាប់ទ្រទ្រង់និងរស់ដោយខ្លួនឯងទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់អ្នកពាក់ព័ន្ធជួយបណ្ដុះបណ្ដាលដោយធ្វើយ៉ាងណាឲ្យតំបន់ទាំងនោះមានភាពស្រស់បំព្រងប្រកបដោយអនាម័យនិងបរិស្ថាននិងមានចំណតឲ្យបានត្រឹមត្រូវផងដែរដើម្បីជាការទាក់ទាញទេសចរជាតិនិងអន្តរជាតិចង់ទៅលេងកម្សាន្តម្ដងហើយម្ដងទៀតសូមបញ្ជាក់ដែរថាឆ្នាំ2025កម្ពុជាបានដាក់ការរំពឹងទុកថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ7លាន2សែននាក់រយៈពេល5ខែឆ្នាំ2025កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ3លាននាក់ដែលមានកំណើន 11.7% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2024តួលេខនេះគឺដូចជាការរំពឹងទុកឬផែនការដែលបានដាក់ចេញដោយឡែកសម្រាប់ភ្ញៀវទេសចរជាតិរយៈពេល5ខែដូចគ្នាទទួលបានប្រមាណ13លាននាក់មានកំណើន 50% ធៀបនឹងឆ្នាំ2024